Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿង BL របស់ខ្ញុំចាសម្រាប់ថ្ងៃនេះខ្ញុំនឹងធ្វើការ review នៅរឿង Chinese BL ថ្មីមួយដែលមានចំណងជើងថា Revenge the Series នឹងឯអ្នកទាំងអស់គ្នាចាសម្រាប់រឿងមួយនេះនិយាយពីទូបទរបស់យើងដែលគាត់បានធ្វើការសងសឹកទៅលើសង្សារចាស់របស់គាត់ដោយគាត់បានរៀបចំគម្រោងការជាច្រើនដើម្បីដណ្ដើមសង្សារប្រុសរបស់អិចរបស់គាត់ទាំងដែលពីមុនមកគាត់អាចមានកូនចិត្តនិងស្រឡាញ់មនុស្សប្រុសដូចគ្នានោះទេអូខេចង់ដឹងថាសាច់រឿងមួយនេះល្អមើលខ្លាំងប៉ុណ្ណានោះទៅធ្វើការស្ដាប់ខ្ញុំ review ទាំងអស់គ្នាចាហើយនេះគឺជាទូបទរបស់យើងដែលគាត់មានឈ្មោះថា Xiaowei ក្នុងគ្រួសាររបស់គាត់គឺអត់សូវធូរធារនោះទេចំណែករូបរាងកាយរបស់គាត់ក៏មិនសូវសង្ហាអីនោះដែរលក្ខណៈសម្បត្តិទាំងអស់នោះហើយដែលធ្វើឲ្យសង្សាររបស់គាត់នឹងបានសុំគាត់បែកគ្នាហើយនឹងក៏បានព្រួយដៃជាមួយនឹងសង្សារថ្មីរបស់នាងវាយទៅលើ Xiaowei រហូតដល់នាងនឹងបានចូលទៅក្នុងមន្ទីរពេទ្យពេលដែល Xiaowei ក៏បានចូលទៅក្នុងមន្ទីរពេទ្យគាត់ក៏បានស្គាល់ជាមួយនឹងគ្រូពេទ្យម្នាក់ដែលគាត់មានឈ្មោះថា Xiao Chao ដែលជាតួរងរបស់យើងនឹងឯង Xiaowei បាននិយាយរៀបរាប់ពីសង្សារចាស់របស់គាត់ឲ្យលោកគ្រូពេទ្យនឹងបានស្ដាប់ពេលដែលលោកគ្រូពេទ្យក៏បានស្ដាប់នៅរឿងរ៉ាវរបស់ Xiaowei អស់ហើយគាត់ក៏បានប្រាប់ឲ្យ Xiaowei នឹងផ្លាស់ប្ដូរខ្លួនរបស់ខ្លួនឯងហើយ Xiaowei ក៏ពិតជាធ្វើបានសម្រេចពិតមែនប៉ុន្តែនៅតែសង្សារចាស់របស់គាត់គឺអត់ចង់ត្រូវគ្នាជាមួយនឹងគាត់វិញដដែលចាហើយបរិបម្នាក់នេះគឺជាទូថប់របស់យើងដែលគាត់មានឈ្មោះថា Chu Chen ដែលគាត់គឺជាកូនអ្នកមានកូនអ្នកជំនួយអីចឹងណាប៉ុន្តែអាប៉ែកនោះអត់ចូលចិត្តមុខរបររបស់ឪពុករបស់គាត់នោះទេគាត់បែរជាចូលចិត្តដើរលេងផឹកស៊ីជក់បារីស្រីញីប្រុសឈ្មោលអីជាដើមហើយថែមទាំងចូលចិត្តភ្នាល់នៅសត្វពស់របស់គាត់ទៀតផងហើយអាប៉ែកនោះមានចំណងចំណូលចិត្តក្នុងការចិញ្ចឹមសត្វពស់ហើយនេះគឺជាពស់សំណប់ចិត្តរបស់គាត់ដែលសង្សារចាស់របស់គាត់បានឲ្យចាឥឡូវនេះយើងមកដឹងពីមូលហេតុដែល Xiaowei ក៏បានដើរចូលទៅក្នុងជីវិតរបស់ទូថប់របស់យើងរឿងនោះបានកើតឡើងមុនដំបូងនៅថ្ងៃមួយពេលដែលសង្សារចាស់របស់ Xiaowei បានធ្វើការតាក់ទងជាមួយនឹង Chu Chen ដែលធ្វើឲ្យ Xiaowei ដែលធ្លាប់តែមានចិត្តស្រឡាញ់នឹងប្រែក្លាយទៅជាការស្អប់គុំគួនចង់សងសឹកទៅលើសង្សារចាស់របស់គាត់វិញដោយក៏បានសុំជាជួយរបស់យើងនឹងធ្វើជាគ្រូដើម្បីបង្រៀនគាត់នឹងចេះតាក់ប្រុសសង្សារចាស់របស់គាត់បន្ទាប់ពីពេលនោះហើយពួកគាត់ក៏បានរៀបចំគម្រោងការជាច្រើនដើម្បីចូលទៅចិត្ត Chu Chen របស់យើងទាំងដែលនេះគឺជាមនុស្សដែលឈាមត្រជាក់កាចសាហាវអីចឹងណាមុននឹង Xiaowei ក៏បានធ្វើតាមគម្រោងការរបស់គាត់គឺក៏បានធ្លាប់ជួបគ្នាជាមួយនឹង Chu Chen ពីមុនមកហើយដល់ពេលចាប់ផ្ដើមចូលទៅចិត្តទូថប់របស់យើងទៅធ្វើឲ្យគាត់នឹងមានជាការចាប់អារម្មណ៍ទៅលើ Xiaowei របស់យើងកាន់តែខ្លាំងហើយ Xiaowei របស់យើងនឹងពិតជាដាក់ទុនខ្លាំងមែនទែនគាត់បានទៅរៀនពីបច្ចេកទេសក្នុងការចិញ្ចឹមសត្វពស់គឺគេរៀនដើម្បីតាក់ចិត្តប៉ារបស់កូនពស់អីចឹងណាតែកូនព្រមស្រឡាញ់យើងហើយអូក៏តាមមកដែរហើយក៏បានទៅលេងបាននៅកន្លែងដែលChu Chen របស់យើងចូលចិត្តទៅលេងអីចឹងណាថាទៅគាត់រកគ្រប់មធ្យោបាយតែម្ដងធ្វើយ៉ាងណាដើម្បីឲ្យ Chu Chen នឹងជាប់ក្នុងអន្ទាក់របស់គាត់ពេលដែល Chu Chen ក៏បានចូលក្នុងអន្ទាក់របស់នាយហើយនាយក៏បានធ្វើជាបាត 3-4 ថ្ងៃដើម្បីឲ្យ Chu Chen នឹងតាមរកនាយដល់កន្លែងចាសម្រាប់គម្រោងការមួយនេះពិតជាបានសម្រេចពិតមែនចុងក្រោយ Chu Chen ក៏បានមករក Xiaowei ដល់កន្លែងគាត់ពិតជា obsession ជាមួយនឹង Xiaowei ខ្លាំងមែនទែនរហូតដល់គាត់នឹងបានសម្លឹងមើលរូបរាងកាយរបស់គេហើបមាត់គេនឹងសុំគេកេងជាមួយចាចុះប្រសិនបើគម្រោងការរបស់ Xiaowei ត្រូវបានបែកធ្លាយតើនឹងមានរឿងអ្វីកើតឡើង Chu Chen របស់យើងអាចនឹងយក Xiaowei របស់យើងទៅដាក់នាយនៅក្នុងទ្រុងពោះដើម្បីឃុំឃាំងឬក៏សម្លាប់នាយចោលតែម្ដងចាឥឡូវយើងងាកមកមើលតួរងរបស់យើងវិញនេះគឺជាលោកគ្រូពេទ្យដែលគាត់មានឈ្មោះថា Xiao Chui ដែលគាត់ធ្លាប់បានលេងនៅក្នុងរឿង Moon and Dust ចាពេលដែលគាត់បានដើរតួនៅក្នុងរឿងមុនហ្នឹងគឺជាតួថប់បែបរោគចិត្តអីអញ្ចឹងណាលួចស្រឡាញ់បងប្រុសខ្លួនឯងតែដល់គាត់មកដើរតួក្នុងរឿងនេះវិញគាត់ប្រែជាតួ Botol ដែលមានអត្តចរិតបែបកាចឆ្នាប៉ាលៀកផ្ទះថោអីជាដើមហើយវាក៏ជា favorite របស់តួថប់របស់យើងនឹងដែរដែលគាត់មានឈ្មោះថា Chen Yi ដែលក៏គឺជាមិត្តភក្តិរបស់ Chu Chen នឹងឯងហើយអប៉ែកមួយនឹងពិតជារលាមខ្លាំងមែនទែនបានស៊ីមួយកំភ្លារបស់កូនស្រីរបស់យើងហើយគឺអប៉ែកនឹងបានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់កូនស្រីរបស់យើងតែម្ដងចាប់ពីពេលនោះមកអប៉ែកនឹងតែងតែធ្វើការស្រឡាញ់តាមញ៉ែតាមអីចឹងណាសូម្បីតែមានរបួសតិចតួចក៏ឲ្យលោកគ្រូពេទ្យរបស់យើងនឹងជួយមើលដែរទោះបីជាត្រូវគេធ្វើបាបយ៉ាងណាក៏គាត់នឹងពេញចិត្តឲ្យគេធ្វើបាបដែរនិយាយចំទៅគឺថាអប៉ែកនឹងគឺសាច់កម្មខ្លាំងមែនទែនអូខេសម្រាប់រឿងមួយនេះមានទាំងអស់24ភាគហើយរឿងមួយនេះបានលេងឡើងវិញពីរឿង Falling in Love with a Rival ដែលរឿងមួយនឹងបានលេងតាំងពីឆ្នាំ2015មកម្លេះអូខេហ្នឹងហើយអ្នកនរគ្នាកុំភ្លេចធ្វើការ rate ឲ្យរឿងមួយនេះផងតើអ្នកនរគ្នា rate ឲ្យប៉ុន្មានដែរកុំភ្លេចធ្វើការ comment នៅក្នុងវីដេអូអរគុណច្រើនបាយបាយ